Bây giờ nói đại thôi là tập ní không ca xoay rồi không này khơi nhưng score không này cần để cho bạn. Sau đây từng ngọc ní nhôm từตัว banสมรู้ปี audience របស់ខ្ញុំនៅក្នុង comment គាត់បានសាកសួរនៅក្នុងវីដេអូមុនណាគាត់សួរថាបងតើយើងមានវិធីសាស្ត្រអីខ្លះក្នុងការស្វែងរកខ្លួនឯងឲ្យឃើញហើយខ្ញុំចែក3 tip សំខាន់ក្នុងការផ្ដល់ចេញពីខ្លួនខ្ញុំទៅផ្ទាល់តែ3 tip ទាំងអស់នេះគឺសិតតែខ្ញុំដកស្រង់ចេញពីការស្រាវជ្រាវនិងចេញពីសភៅដែលខ្ញុំធ្លាប់បានអានមកទេអញ្ចឹងអ្នកនេះអាចយកទៅស្វែងយល់ទាំងអស់គ្នាក៏ដូចជាយកទៅ apply នៅក្នុងជីវិតពិតរបស់អ្នកថាតើវា match ជាមួយនឹងអីដែលអ្នកគ្នាកំពុងតែធ្វើនឹងដែរអញ្ចឹងសម្រាប់3ចំណុចដែលខ្ញុំរៀបរាប់ហ្នឹងខ្ញុំនឹង detail ចែកជូនទៅកាន់អ្នកគ្នាឲ្យកាន់តែច្បាស់ពីចំណុចមួយចំណុចទី1គឺការឆ្លោះបញ្ចាំងខ្លួនឯងទាំងអស់គ្នាប្រកាសជាឆ្ងល់ដូចខ្ញុំកំពុងតែសិក្សាស្រាវជ្រាវទៅថាតើការឆ្លោះបញ្ចាំងខ្លួនឯងហ្នឹងបែបម៉េចឬអញ្ចឹងក្នុងនេះគឺចង់បានន័យថាការស្វែងយល់ឬក៏ការឆ្លោះបញ្ចាំងខ្លួនឯងគឺវាមិនមែនជារឿងដែលស្រួលទេគឺជារឿងមួយដែលពិបាកនឹងតានតឹងហើយក្នុងការរករកថាខ្លួនឯងចូលចិត្តអីពេញចិត្តអីមួយគឺពិបាកមែនតើតើគ្នាតែងតែសួរសំណួរទៅកាន់អ្នកផ្សេងឬក៏មនុស្សជុំវិញខ្លួនថាខ្ញុំធ្វើអញ្ចឹងត្រូវអត់ទេខ្ញុំជាមនុស្សបែបម៉េចខ្ញុំល្ងងឬក៏ខ្ញុំឆ្លាតការបំពេញការងារបែបនេះទៅខ្ញុំជាមនុស្សមិនដែរសារ reflection សំណួរទាំងអស់ដែលសាកសួរទៅកាន់អ្នកផ្សេងហ្នឹងណាដែលយើងកំពុងតែឆ្ងល់ហ្នឹងណាសួរខ្លួនឯងវិញសួរឲ្យជ្រៅដល់បេះដូងខ្លួនឯងវិញអញ្ចឹងខ្ញុំគិតថាសំណួរហើយនឹងចម្លើយគឺវានៅក្នុងនេះអញ្ចឹងចម្លើយគឺ 50% បាត់ហើយការសាកសួរខ្លួនឯងបែបហ្នឹងវាគឺជាចម្លើយមួយដែលត្រឹមត្រូវវា hit the point ដែលយើងចង់បានព្រោះថាអ្នកដែលចង់ទៅដល់កន្លែងហ្នឹងគឺមិនមែនជាអ្នកដទៃឬក៏អ្នកផ្សេងទេគឺជាយើងខ្លួនឯងអញ្ចឹងនៅពេលដែលយើងសួរខ្លួនឯងបានញឹកញយយើងស្វែងរកចម្លើយខ្លួនឯងគឺវាជាដំណោះស្រាយគឺជាការបង្ហាញផ្លូវមួយដែលត្រឹមត្រូវក្នុងការទៅដល់គោលដៅយើងដែលយើងចង់ទៅតើសំណួរណាខ្លះដែលយើងគួរតែសាកសួរនៅពេលដែលយើងកំពុងតែឆ្លុះបញ្ចាំងទៅលើខ្លួនឯងខ្ញុំមាន5សំណួរចែកជូនទៅកាន់អ្នកទាំងគ្នាទី1យើងអាចសាកសួរខ្លួនឯងបានថាតើនៅក្នុងថ្ងៃនេះយើងបានធ្វើអ្វីខ្លះហើយទី2គឺជាសំណួរដែលយើងអាចសាកសួរខ្លួនឯងបានដូចគ្នាគឺថាតើនៅក្នុងថ្ងៃនេះយើងបានធ្វើអ្វីល្អខ្លះនិងទទួលបានលទ្ធផលបែបណាទី3គឺយើងអាចសាកសួរថាតើយើងគួរកែប្រែចំណុចណាខ្លះដើម្បីខ្លួនឯងទី4គឺតើគួរកែប្រែខ្លួនឯងឲ្យរីកចម្រើនដែរឬទេទី5បញ្ហានេះបញ្ហានោះតើយើងរកដំណោះស្រាយដោះស្រាយដោយរបៀបណានៅពេលដែលអ្នកនរគ្នារកចម្លើយហើយឆ្លើយនឹងសំណួរទាំងអស់នោះបានហើយសូមអ្នកនរគ្នាកុំភ្លេចចាប់ផ្ដើមធ្វើវានៅក្នុងពេលដែលអ្នកនរគ្នារកចម្លើយនោះដោយឃើញភ្លាមតែម្ដងទី2គឺការសាកល្បងឬក៏ការពិសោធន៍នឹងខ្លួនឯងនៅត្រង់ចំណុចមួយនេះខ្ញុំចង់លើកទឹកចិត្តជូនអ្នកទាំងនេះថាអ្នកទាំងនេះនៅពេលដែលខ្លួនឯងនឹកឃើញថាខ្លួនឯងអាចធ្វើអីមួយឬក៏ស្វែងរកនៅចំណង់ចំណូលចិត្តខ្លួនឯងបានឃើញហើយសូមអ្នកទាំងនេះចាប់ផ្ដើមវាទៅកុំរងចាំវាអីពេលដែលយើងរកឃើញឬក៏យើងចាប់ផ្ដើមដកពិសោធន៍ជាមួយនឹងរឿងរ៉ាវដែលយើងចាប់ផ្ដើមធ្វើគឺអ្នកនេះនឹងទទួលបានលទ្ធផលបើទោះបីជាលទ្ធផលនេះល្អឬក៏មិនល្អក៏អ្នកទាំងនេះកុំបោះបង់វាចោលព្រោះថាជាទូទៅមនុស្សយើងសិតតែមានឱកាសក្នុងការកែប្រែឬក៏ការចាប់ផ្ដើមថ្មីដើម្បីខ្លួនឯងអាប់ដេតទៅដល់ជំហានមួយដែលខ្លួនឯងចង់បានផងដែរនៅក្នុងសភៅរបស់បងប្រុសឡាំលីមគាត់ក៏បានបញ្ជាក់ដែរថាជីវិតដែលគ្មានការដកពិសោធន៍អត់សមនឹងរស់នៅក្នុងភពផែនដីហ្នឹងហេតុអីបានគាត់ចង់និយាយចឹងមានន័យថាគ្រប់ដំណើរជីវិតទាំងនោះយើងត្រូវតែមាន challenge នឹងខ្លួនឯងនៅក្នុងបរិបទណាមួយក៏ដោយក៏ត្រូវតែរៀនផ្លាស់ប្ដូរខ្លួនឯងរៀន challenge ជាមួយនឹងរឿងអីដែលថ្មីហើយកុំខ្លាចក្នុងការចាប់ផ្ដើមវាសោះសម្រាប់ចំណុចទី3គឺការស្វែងរកខ្លួនឯងឬក៏ការស្គាល់ខ្លួនឯងតាមរយៈវិធីសាស្ត្រនៃការធ្វើសមាធិដោយតែគ្នាបានដឹងដែរនៅពេលដែលចិត្តយើងស្ងប់អញ្ចឹងរាល់ការសម្រេចចិត្តឬក៏ការមើលឃើញអីឬក៏ការត្រេះរិះពិចារណាអីអាចបានច្បាស់ជាងនៅពេលដែលចិត្តយើងមួមងឬក៏ចិត្តយើងរៀងខឹងសម្បារឬក៏ឡោកកមែនតើទៅឲ្យតែឈានចូលទៅដល់ការនិយាយអំពីការសមាធិគឺយើងផ្ដោតទៅលើការសមាធិបែបសាសនាប៉ុន្តែការសមាធិវាមិនមែនផ្ដោតទៅលើសាសនាឬក៏ទៅលើអីមួយទេបើទោះបីជាយើងស្ថិតនៅក្នុងនិន្នាការសាសនាណាមួយក៏ដោយក៏ប៉ុន្តែគ្រប់គ្នាសិតតែអាចធ្វើសមាធិបានទាំងអស់គ្នាហើយដែលខ្ញុំចង់បញ្ជាក់ជូនអ្នកនរគ្នានឹងសូម្បីតែរូបខ្ញុំផ្ទាល់មកដល់ពេលវេលានេះក៏ការធ្វើសមាធិក៏ខ្ញុំអាចក្នុងការចាប់ផ្ដើមបានតែរលូនដែរវារៀងពិបាកបន្តិចព្រោះដោយសារតែរឿងការសមាធិវាគឺជាបច្ចេកទេសមួយបែបធម្មជាតិដែលអាចនឹងស៊ីជម្រៅបន្តិចក្នុងការយល់ឬក៏ស្វែងយល់វាប៉ុន្តែមកដល់សប្តាហ៍នេះខ្ញុំក៏ព្យាយាមស្វែងយល់ពីថាតើការសមាធិហ្នឹងគឺធ្វើដើម្បីអ្វីឬក៏ធ្វើដូចម្ដេចដើម្បីសមាធិទៅទទួលបាននូវលទ្ធផលនិងភាពវិជ្ជមានសរុបរួមមកវិញគឺខ្ញុំចង់បញ្ជាក់ថាទាំង3ចំណុចដែលខ្ញុំបានបញ្ជាក់ជូនទៅកាន់អ្នកទាំងនេះគឺជារឿងសំខាន់ដែលអ្នកទាំងនេះអាចធ្វើការសិក្សានិងស្វែងយល់បន្ថែមទៀតអញ្ចឹងការស្វែងរកខ្លួនឯងឲ្យឃើញគឺវាជារឿងសំខាន់ក្នុងការសម្រេចទៅលើគោលដៅឬក៏ផែនការថាតើខ្លួនឯងចង់បានអីខ្លួនឯងចង់បំពេញនិងបង្គ្រប់អីបន្ថែមទៀត So be proud of yourself